កាសធាតុឆ្នាំនេះចាប់ផ្ដើមចុះត្រជាក់2ខែនេះទៅហើយបងប្អូនមិនថានៅកូរ៉េជប៉ុនគឺឥឡូវត្រជាក់មែនតើដូច្នេះចឹងបងប្អូនចូលថែសុខភាពឲ្យបានច្រើនហើយនឹងពាក់កៅអៅក្រាស់ៗក៏ដូចជាម៉ាស៊ីនក្តៅអីយើងរៀបចំដោយបានត្រឹមត្រូវណាពេលដែលរដូវត្រជាក់ចូលម្ដងបងប្អូនយើងពលករភិច្រើនពិបាកក្នុងការរស់នៅទាំងការដេកទាំងការដើរទាំងការហូបចុកពេលធ្វើការអីធ្វើរត់ទៅអាំងភ្លើគឺពិបាកមែនតើស្ពឹកដៃស្ពឹកជើងឲ្យបងប្អូនចាក់ខ្លះគេមានម៉ាស៊ីនក្តៅគេដាក់ក្នុងរោងចក្រទៅគេងុំពេញរោងចក្រគឺងាយស្រួលធ្វើការបើយើងក៏លេចមកមើលបងខាងកសិកម្មវិញពិបាកណាស់នៅពេលខែត្រជាក់ម្ដងណាអ្នកខ្លះគាត់ងើបម៉ោង4ម៉ោង5ទៀបភ្លឺហ្នឹងគឺអាកាសធាតុពុងពេញត្រជាក់ហ្មងហើយចំពោះម៉ាស៊ីនក្តៅអីក៏អត់មានគ្រប់គ្រាន់ដូចយើងនៅខាងឧស្សាហកម្មទេហើយចំពោះទី2ហ្នឹងរបបអាហារអីហ្នឹងគាត់ពេលព្រឹកអីអ្នកខ្លះតែខែត្រជាក់គាត់ខ្ជិលធ្វើម្ហូបធ្វើអីហ្នឹងទៅគាត់ហូបតែនំប៉័ងអ្នកខ្លះអត់ទាំងបាយទៀតទៅធ្វើការណាផឹកតែកាហ្វេហើយញ៉ាំបែបហ្នឹងគឺអត់ល្អដល់សុខភាពទេហើយទៅខែត្រជាក់អញ្ចឹងយើងត្រូវតែ focus ទៅលើសុខភាពយើងឲ្យបានច្រើនមែនតើដូចខ្ញុំចេះខ្ញុំរកព្រឹកហ្នឹងខ្ញុំអត់ដែរហូបបាយមែនក៏ប៉ុន្តែខ្ញុំហូបអាហារសុខភាពនេះជំនួសវិញណាដោយសារអាហារសុខភាពហ្នឹងនៅក្នុងហ្នឹងវាសម្បូរទៅដោយប្រូតេអ៊ីននិងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយយើងហើយអ្វីជាពិសេសហ្នឹងចំណាយពេលតិចក្នុងការរៀបចំរបបអាហារពេលព្រឹករបស់ខ្ញុំណាស៊ីអូពេលវេលាបានច្រើនមែនតើចឹងបើសិនជាបងប្អូនមានចង្អល់អីតាក់ទងមួយអាហារសុខភាពដែលខ្ញុំញ៉ាំហ្នឹងអាច comment ឬក៏ឆាតមកសួរផ្ទាល់ក៏បានដែរ